ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ដែលត្រូវជាថ្ងៃអាទិត្យនេះតម្លៃមាសគឺនៅដដែលដោយសារថាទីផ្សារអន្តរជាតិបានធ្វើការបិទមិនឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសនោះទេនៅក្នុងចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យបាទអញ្ចឹងទេតម្លៃមាសគឺស្ថិតនៅក្នុងតម្លៃ$4,895ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,901ក្នុង1តម្លឹងឬស្មើនឹង$590ក្នុង1 G ផងដែរបាទចំណែកតម្លៃប្រាក់ក៏នៅតម្លៃថេរដូចគ្នាផងដែរគឺស្ថិតនៅតម្លៃ$84ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$101ក្នុង1តម្លឹងឬស្មើនឹង$10.1ក្នុង1 G ហើយបើសិនជាគិតជាគីឡូក្រាមនេះគឺស្មើនឹង$2,700ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃស្អែកដែលជាថ្ងៃច័ន្ទហើយជាថ្ងៃដំបូងនៅក្នុងការបើកឲ្យទិញលក់ក៏ដូចជា trade មាសនៅក្នុងទីផ្សារអន្តរជាតិនៅក្នុងខែកុម្ភៈនេះតែម្ដងអញ្ចឹងទេយើងចាំមកមើលថាតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតឬក៏មានការទម្លាក់ខ្លួនចុះបន្តទៀតផងដែរបើសិនជាមានការប្រែប្រួលនៅតម្លៃយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទអរគុណច្រើនសម្រាប់ការគាំទ្រក៏ដូចជាការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ